Ok, đây nè đọcគ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបាទបញ្យល់អ្នកនរគ្នាអំពីការកំណត់ស្ទាប់ការពីបេតុងរបស់យើងដែលយើងជួសទៅក្នុងជំនាញយើងគេហៅថា cover ហើយបើសិនជាទូទៅគេហៅស្ទាប់ការពីបេតុងបាទអញ្ចឹងស្ទាប់ការពីបេតុងនេះគឺយើងសិក្សានិងកំណត់ទៅតាមកំណត់ទៅតាមសភៅកូដរបស់សហរដ្ឋអាមេរិកហើយអ្វីដែលខ្ញុំលើកមកបង្ហាញនេះគឺកូដ318M14បាទអញ្ចឹងគឺប្រភេទកូដ ACI 14បាទឆ្នាំ2014ណាបាទអញ្ចឹងនៅពេលដែលយើងបើកនៅក្នុង table 20.6.1.3 ហ្នឹងយើងប្រកាសជាឃើញបាទពាក់ព័ន្ធមួយដែលគេដាក់ថា specific concrete cover for K inflate non pre-stress ជាមួយនឹង concrete member បាទអញ្ចឹងគឺកន្លែងដែល concrete cover ហ្នឹងគឺពាក់ព័ន្ធមួយស្ទប់ការពីបេតុងហើយ K inflate ហ្នឹងគឺប្រភេទបេតុងដែលចាក់នៅកន្លែងណាមិនមែនជាបេតុង pre-stress ទេបាទហើយពាក់ព័ន្ធមួយអានេះគឺ concrete member គឺពាក់ព័ន្ធមួយគ្រឹះបង្គំរបស់បេតុងបាទអញ្ចឹងនៅក្នុងនោះគឺគេបែងចែកជាប្រភេទ concrete export ជាមួយនឹង member ជាមួយនឹង reinforce ជាមួយនឹង specific cover បាទអញ្ចឹងនៅក្នុងគេដាក់ cast again and permanently in contact with ground បាទអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងការចាក់ដែលវាប៉ះទៅនៅដីជាចន្ទ្រៃមានន័យថាយើងចាក់នៅក្នុងដីរហូតហ្នឹងអញ្ចឹងសម្រាប់គ្រូបង្គំទាំងអស់ហើយនេះគឺសម្រាប់ប្រភេទដៃទាំងអស់គឺយើងត្រូវតែយកកម្រាស់វា75បាទស្ទាប់ការពារបេតុងដែលមានកម្រាស់75មីលីម៉ែត្រឬក៏7ហ៊ុនកន្លះបាទអញ្ចឹងនៅក្នុងគឺគេបែងចែកមួយទៀតអានេះគឺទូទៅយើងប្រើនៅក្នុងប្រភេទជើងតាងហើយនិងប្រភេទសសរគ្រឹះណាសសរគ្រឹះដែលយើងផលិតទៅកាន់ដីហ្នឹងព្រោះសសរគ្រឹះនិងជើងតាងគឺវាជាប់នៅដីរហូតបាទវាជាប់នៅដីរហូតអញ្ចឹងយើងត្រូវប្រើប្រាស់ស្ទាប់ការពារវារឿងធំបាទហើយពាក់ព័ន្ធមួយ exposure to water or contact with ground ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអាកាសធាតុម្ដងបាទអញ្ចឹងនេះក៏ពាក់ព័ន្ធមួយអាកាសធាតុឬក៏ចាក់ទៅក្នុងដីដូចគ្នាបាទប៉ុន្តែនៅក្នុងនេះគឺអាករណីនេះគឺគេអត់បែងចែកប្រភេទទំហំដែកណាខាងលើបាទខាងក្រោមនេះគឺគេបែងចែកប្រភេទទំហំដីសំទោសទំហំដែកបាទអញ្ចឹងដែកដែលយើងមានប្រើមានជាប្រភេទនេះបាទយើងមាន19ដល់57បាទអញ្ចឹងចន្លោះពីដែក19លីទៅដល់57បាទអញ្ចឹងគឺយើងប្រើបាទស្ទាប់ការពារបេតុងយើងគឺ50ឬក៏5ហ៊ុនបាទអញ្ចឹងករណីអានេះគឺពាក់ព័ន្ធសម្រាប់ដែក16លីចុះក្រោមណាបាទអញ្ចឹងគឺយើងប្រើ40ហើយអា MW 2000 MD ហ្នឹងអាហ្នឹងវាពាក់ព័ន្ធមួយ wire mesh ណាប្រភេទដែកកញ្ច្រែងដែលគេរៀបចំស្រាប់ពីការឋានមកណាពីគ្រាន់តែយកមកតឡើងហ្មងបាទទៅបើសិនជាយើងប្រើដែកថ្នាំងពៅរត់ចងមួយអាហ្នឹងគឺយើងមើលលក្ខខណ្ឌហ្នឹងយើងប្រើដូចគ្នា cover ណាប៉ុន្តែនេះគឺគេបែងចែក NOS 19ហ្នឹងមានថាកប់ផ្ចិតដែក19លី DOS នោះមានថាចន្លោះអញ្ចឹងពី19ទៅដល់57លីគឺយើងប្រើស្ទាប់ការពារបេតុង50ហើយករណីដែលតូចគឺក៏នេះបាទករណីមុខកាត់16លីឬក៏តូចជាង16លីគឺយើងប្រើ cover 40បាទអញ្ចឹងអានេះជាទូទៅយើងប្រើទៅលើប្រភេទសសរណាសសរធ្នឹមអីហ្នឹងបាទគឺយើងប្រើវាដែរបាទអញ្ចឹងនៅធ្នឹមហ្នឹងគឺក៏វាមានបែងចែកមួយទៀតគឺប្រភេទ not contact បាទបើសិនជា not exposed to water in with contact អញ្ចឹងបើសិនជាវាករណីវាអត់ប៉ះពាល់ជាមួយនឹងអាកាសធាតុទេយើងអាចយក40បានបាទអានេះគឺករណី beam column សសរបាទករណីសសរករណីធ្នឹមបាទគឺ cover វាយើងយក40បាទអានេះ primary reinforcement syrup tie spiral អាហ្នឹងគឺប្រភេទគ្រឿងបង្គំយើងដែលមានជាប្រភេទនេះណាបាទមានប្រភេទដែកកងបាទឬក៏ដែកកងវងឬក៏ដែកកាប់ដែកដែលយើងពុតហុកបាទដែកពុតកោងក៏ងកចេះបាទអាហ្នឹងគឺយើងអាចប្រើ40បានករណីហ្នឹងពាក់ព័ន្ធមួយ export vector ហ្នឹងគឺខ្ញុំចង់បញ្ជាក់តិចគឺពាក់ព័ន្ធមួយកន្លែងហ្នឹងគឺវាផ្សំទៅនឹងមានន័យថាវាប៉ះទៅនឹងអាកាសធាតុណាបាទដូចថាយើងចាក់ហាភ្លៀងឬក៏ចាក់អីចឹងទៅយើងក៏យើងធ្វើអក្សរហ្នឹងត្រូវខ្យល់ត្រូវភ្លៀងអីចឹងទៅ
អាហ្នឹងគឺគេទីមទាឲ្យយើងប្រើស្រទាប់ការពារបេតុងក្រាស់ដោយសារកាលណាយើងប្រើស្ដាងពេកវាអាចធ្វើឲ្យទឹកភ្លៀងហ្នឹងជ្រាបចូលជាមួយដែកអញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់ដល់ដែកថ្ងៃក្រោយទៅវាច្រេះដែកខាងក្នុងយើងមើលដឹងទេបាទហ្នឹងគឺជ្រាបចូលក្នុងបេតុងណាបាទហើយបើសិនជាករណីមួយទៀតបេតុងក៏វាមានយើងអាចពេលយើងកំងបេតុងយើងអាចលាយជាមួយនឹង waterproof គឺការពារជំរាបទឹកបានក្នុងករណីហ្នឹងបើសិនជាយើងការពារជំរាបទឹកក៏បានដែរអត់អីទេក្នុងលក្ខខណ្ឌហ្នឹងតែបើយើងអត់ប្រើទេយើងអាចនេះទៅបាទយើងអាចកំណត់ទៅតាម cover ដែលគេជាក់ស្ដែងណាដែលគេកំណត់មកតាមបើយើងមើលកូដអឺរ៉ុបប្រើតាមកូដអឺរ៉ុបតែនេះយើងមើលក្នុងកូដអាមេរិកគឺយើងប្រើតាមកូដអាមេរិកណាបាទអញ្ចឹងយើងមើលនេះករណីវាអត់ពាក់ព័ន្ធជាមួយនឹងអាកាសធាតុទេបាទអានេះវាពាក់ព័ន្ធមួយអាកាសធាតុណាបាទឬក៏មានន័យថាគឺឬក៏មិនមានប៉ះពាល់ជាមួយដីបាទអញ្ចឹងគឺយើងយក40ជាទូទៅយើងមើលថ្នាំផ្ទះយើងណាភាគច្រើនគឺថ្នាំខាងក្នុងយើងធ្វើផ្ទះមិនដែលតែមានថ្នាំលើចេញមែនទេគឺយើងរៀបជាងបិទចិត្តទេអញ្ចឹងថ្នាំជាទូទៅស្រទាប់ការពារបេតុងគឺយកតែ40ទៅទូទៅបាទហើយពាក់ព័ន្ធមួយខាងលើពាក់ព័ន្ធមួយ slab ចុះហើយនឹងវអញ្ចាំងហើយនឹងប្រភេទ slab ចុះហ្នឹងគឺពាក់ព័ន្ធមួយប្រភេទកម្រាលខណ្ឌដែរប៉ុន្តែវាមានលក្ខណៈចេះបាទវាមានលក្ខណៈកញ្ចេះមកបាទអាហ្នឹងណាបាទហ្នឹងរៀងដូចថ្មិញយើងអញ្ចឹងណាបាទអញ្ចឹងអាហ្នឹងគឺប្រភេទកម្រាលខណ្ឌដែរតែវាលក្ខណៈវាមានជើងវាចេះបាទជើងវាអញ្ចឹងអានេះមកចេះមកបាទអានេះមកចេះមកបាទហើយអានេះគឺប្រភេទកម្រាលខណ្ឌមកបាទអាហ្នឹងគេហៅ joss បាទអញ្ចឹងគឺប្រភេទកន្លែងហ្នឹងគឺក៏គេមើលទៅលើប្រភេទចំនួនអង្កត់ផ្ចិតដែកដែរបាទអញ្ចឹងកត់ផ្ចិតដែកនេះគឺគេដាក់បើសិនជាករណីដែលយើងយក cover 40ក្នុងករណីដែរកត់ផ្ចិតដែកយើងប្រើគឺ43ហើយនឹង57លីបាទប៉ុន្តែបើសិនជាករណីកត់ផ្ចិតដែកដែលយើងប្រើ36លី n smaller ពាក្យថា smaller កាលនេះមានថា36លីចុះក្រោមគឺយើងប្រើស្ទាប់ការពារបេតុងទៅ20ហើយព្រោះ slab យើងវាអត់មានប៉ះពាល់មួយសំណើមខាងក្រៅទេអញ្ចឹងយើងអត់អាចយកវាយើងមិនចាំបាច់យកវាក្រាស់ក៏បានដែរបាទហើយពាក់ព័ន្ធមួយ cover ហ្នឹងគេគិតមិនបាទ cover ហ្នឹងគេគិតពីផ្ទៃបេតុងដែលយើងចាក់ឲ្យមកដល់ដែកបាទអញ្ចឹងនេះ cover គេណាគេគិតដល់កែមបើមិនជាយើងគិតក្នុងករណីដែកកងដែកកងគឺយើងប្រើក្នុងសសរប្រើថ្នាំយើងគិតករណីត្រឹមកែមដែកកងចេញមកក្រៅមកបាទអញ្ចឹងដល់ពេលដែលយើងរៀបដែកយើងប្រកាសជានសស្រទាប់ដែលយើងអត់តន់ចាក់បេតុងណាយើងគ្រាន់តែតឡើងដៃសិនយើងនៅសល់ប្រវែងប្រមាណអញ្ចឹងយើងត្រូវចាក់ម៉ែកដើម្បីឆែកមកករណីថ្នាំហ្នឹងវាត្រូវធំជាង40ឬក៏ស្មើ40អត់ហើយករណីតសហ្នឹងបាទករណីសអានេះយើងយកដូចគ្នា40បាទឬក៏50ណាបាទនេះគឺពាក់ព័ន្ធអាស្រ័យនឹងបាទអាស្រ័យនឹងការប្រើប្រាស់ដែកនេះបាទអាហ្នឹងវាពាក់ព័ន្ធមួយការប៉ះពាល់នឹងអាកាសធាតុតែបើយកប្រើអាកាសធាតុទៅយើងយកតែ40ក៏បានដែរបាទអញ្ចឹងពេលយើងរៀបដែកហើយយើងពេលយើងវាយពុំយើងមិនវាយពាត់ជុំវិញហ្នឹងបាទពាត់ជុំវិញប្រភេទដែកឆ្អឹងយើងណាយើងតឡើងណាបាទមុនយើងចាក់បេតុងអញ្ចឹងអាពុំហ្នឹងគឺយើងវាស់ពីសាច់ពុំហ្នឹងមកដល់សាច់ដែកនេះអាពុំខាងក្នុងនេះបាទសាច់ពុំហ្នឹងមកដល់អាសាច់ដែកហ្នឹងមកយើងបាន40អត់សម្រាប់ករណីថ្នាំឬក៏សសរបាន4ហ៊ុនអត់ឬក៏40មីលីម៉ែត្រអត់បើអត់បានទេយើងអាចឬក៏វាលើសបើថាលើសក៏ល្អដែរតែកុំឲ្យវាតូចជាង40ព្រោះនេះជាការកំណត់មួយដែរបាត់តាមកូដគេណែនាំមកណាយើងមិនអាចយកតូចជាងហ្នឹងទេទាបបំផុតគឺបាន4ហ៊ុនឬក៏ធំជាង4ហ៊ុនបាទអានេះគឺប្រព័ន្ធមួយកម្រាលខណ្ឌហ្នឹងបាទបើសិនជាកម្រាលខណ្ឌប្លង់សេយើងមានដែកយើងរៀបចេះបាទយើងមានដែកនេះមួយយើងមានដែកនេះមួយបាទអញ្ចឹងយើងមានដែកបាទមានដែកបដោយដែកតឹងណាបាទយើងរៀបចឹងមួយមកនេះដែកចេះបាទនឹងករណីដែកប្លង់សេយើងរៀបពីស្ទាប់ចឹង cover គឺគេគិតពីផ្ទៃនេះមកដល់ដែកនេះបាទអញ្ចឹងអាហ្នឹងគឺ cover ហ្នឹងគឺយើងយកហ្មងយើងយកសម្រាប់ប្លង់សេយើងយក2ហ៊ុន20 mm ឬក៏2 cm 2 cm បាទកន្លែងហ្នឹងបាទនេះ cover គេណាអានេះគឺបើសិនជាករណីយើងវាត់ដល់អាដែកអានេះគេថា effective cover បាទអញ្ចឹងគឺយើងគិតតែ clear cover ទេ clear cover គឺយើងគិតពីកែមនេះមកដល់ផ្ទៃបេតុងដែលយើងចាក់ហើយកែមដែកកងហ្នឹងបាទហើយពាក់ព័ន្ធមួយទៀតគឺពាក់ព័ន្ធមួយការប្រើប្រាស់
ប្រភេទ cover ហ្នឹងគឺគេប្រើប្រភេទ spacer ហ្នឹងគេអាចជាប្រភេទបេតុងដែលគេចាក់ហើយណាកំណត់ទំហំមកឧទាហរណ៍ថាយើងចាក់កម្រាស់4ហ៊ុនគេយកមកកល់វាយើងមិនមែនយកជាលក្ខណៈដុំអត់ឬក៏ជ័រអីមកកល់ណាអត់ត្រូវទេបាទអត់អាចប្រើបានទេបាទអញ្ចឹងគឺខុសលក្ខខណ្ឌគេគឺយើងប្រើប្រភេទដុំបេតុងមួយមកឧទាហរណ៍ថាយើងចាក់ដុំបេតុងមួយមកនេះបាទហ្នឹងនៅកាឋានគេហៅនំណាចេះតែហៅភាសាទៅអញ្ចឹងយើងចាក់មកឧទាហរណ៍ថា4ហ៊ុនយើងចាក់កម្រាស់វា40មីលីម៉ែត្រមកបាទយើងយកមកកល់មកបាទកល់ចងភ្ជាប់មួយធ្នឹមឬក៏សសរមកពេលយើងចាក់មក cover វាស្មើអញ្ចឹងពេលយើងដាក់នំហ្នឹងទៅពេលយើងវាយពុំអាចអង្គិលចូលក្នុងឯដោយសារវាកល់ជាមួយនឹងដុំបេតុង cover ដែលយើងកល់នឹងហើយបាទអញ្ចឹងគឺយកមកវាមកបន្ទប់ជាប់នៅគៀនហ្នឹងមកបាទយើងយកមកបន្ទប់គៀនហ្នឹងមកអញ្ចឹងពេលយើងដាក់ពុំមកគឺវាអត់ប៉ះពាល់ទេបាទគឺវាស្មើគ្នាល្អអញ្ចឹងណាចុងទីសាសហ្នឹងគឺគេចាក់ដុំបេតុងកល់វាមកបាទហើយពាក់ព័ន្ធមួយក្នុងនេះគឺយើងនឹងទទួលបានពាក្យ2ពាក្យទី1គឺ pre-K concrete មួយទៀត K in sur concrete ឬក៏ K in place បាទអញ្ចឹងពាក្យថា K in place ហ្នឹងយើងនិយាយសង្ខេបដោយខ្លីចោះគឺបេតុងដែលយើងចាក់នៅទីតាំងកាឋានហ្មងដូចយើងចាក់ផ្ទាល់ហ្មងប៉ុន្តែ pre-K គឺគេតឡើងគេចាក់នៅរោងចក្រហើយគ្រាន់តែគេលើកមកផ្ទុកយកហ្មងបាទអាហ្នឹងគឺប្រភេទ pre-K គឺហៅបេតុងចាក់ស្រេចគេតឡើងនៅកាឋានហើយដូចថាយើងចង់បានជាងយើងចង់បានប្លង់សៃគឺគេលើកមកផ្ទុកឲ្យយើងហ្មងប៉ុន្តែបើសិនជាករណី K in place គឺយើងក្រងដៃចាក់នៅកាឋានបាញ់បេតុងអាហ្នឹង OC យើងធ្វើនៅកាឋានផ្ទាល់ហ្នឹងគេហៅប្រភេទ K in place ឬក៏ K in situ concrete បាទអញ្ចឹងគឺនៅក្នុងហ្នឹងគឺយើងត្រូវស្គាល់ពាក្យពីរហ្នឹងឲ្យហើយព្រោះជាទូទៅយើងអាចកាឋានគឺយើងជួបវិស្វករគាត់សារនិយាយ pre-case ឬក៏ K in place បាទអញ្ចឹងពាក្យហ្នឹងយើងចំណាំទុកឲ្យហើយទៅបាទគាត់ណាមួយ pre-case គឺគេចាក់ឲ្យនៅកាឋានអា K in place ហ្នឹងគឺយើងចាក់ផ្ទាល់នៅកាឋានយើងអាមួយគេតឡើងនៅរោងចក្រនេះ pre-case ហ្នឹងគឺគេចាក់ឲ្យនៅរោងចក្រគេលើកមកតឡើងនៅកាឋានបាទនេះដុំបេតុងដែលខ្ញុំនិយាយណាអាហ្នឹងស្ទាប់ការពីបេតុងហ្នឹងគឺគេចាក់អញ្ចឹងគេយកមកកល់ដៃយើងមកបាទកល់អញ្ចឹងមកចាក់ទំហំមកបើប្លង់សៃយើងចាក់យើងយកកម្រាស់2ហ៊ុនចាក់2ហ៊ុនទៅយើងកល់អញ្ចឹងចងភ្ជាប់វាមកបាទអាហ្នឹងគឺពាក់ព័ន្ធមួយ cover អញ្ចឹងពាក់ព័ន្ធមួយស្ទាប់ការពីបេតុងហ្នឹងយើងត្រូវពេលនេះយើងត្រូវចេះឆែកដែរណាបាទដើម្បីយើងកំណត់ទៅតាមកូដរបស់គេមិនមែនយើងចេះតាមការនឹកឃើញរបស់យើងទេបាទអញ្ចឹងយើងត្រូវកំណត់ថាយើងធ្វើហ្នឹងវាស្របទៅតាមបទដ្ឋានកូដរបស់គេអត់បើយើងធ្វើតាមកូដអឺរ៉ុបមើលកូដអឺរ៉ុបបើកូដអាមេរិកមើលកូដអាមេរិកទៅបាទព្រោះកូដឥឡូវវាមានច្រើនបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការឆែកហ្នឹងអាហ្នឹងគឺខ្ញុំប្រើវិធីសាស្ត្រមួយដើម្បីយើងឆែកនៅកាឋានបាទដើម្បីយើងយកម៉ែត្រមកចាក់វាស់មកពេលគេតឡើងដែកហើយណាគេអត់ទាន់វាយពុំអញ្ចឹងយើងចាក់មកធម្មតាពេលគេរៀបចាក់គេមានឡាញមួយបាទលេខមួយគេហៅ trace ហ្នឹងដើម្បីគេដាក់ពុំឲ្យស្មើឡាញហ្នឹងដើម្បីគេធ្វើសាច់បេតុងមកពេលគេចាក់ហើយអញ្ចឹងគឺយើងចាក់មុនទៅយើងឆែកមើលបានអត់ឬក៏យើងគេចងឃើញគេចងអាផ្ទាល់ចងភ្ជាប់អានំហ្នឹងជាមួយនឹងតសឬក៏ប្លង់សេយើងឬក៏ប្រភេទធ្នឹមហ្នឹងយើងឆែកអាដុំដែលគេចងភ្ជាប់ហ្នឹងអា concrete cover ហ្នឹងណាយើងឆែកមើលទៅថាវាបាន2ហ៊ុនឬក៏4ហ៊ុនទៅតាមការបែងចែកនៅភេទគ្រូបង្គំយើងអត់ថាគេកំណត់ត្រឹមត្រូវយកម៉ានតសទៀបផុតត្រូវយកម៉ានអញ្ចឹងណាបាទអញ្ចឹងគឺយើងមើលទៅលើហ្នឹងទៅបាទប៉ុន្តែអាខាងលើនេះគឺវា focus ទៅលើប្រភេទដូចជាជើងតាងដូចជាតសគ្រឹះជម្រៅដែលយើងប្រកបចូលក្នុងដីអញ្ចឹងជួយទៅគេយកអាចចាត់5ឡើង7ហ៊ុនកន្លះណាទីបំផុត7ហ៊ុនកន្លះមកទឹកអីចឹងទៅបាទដើម្បីគេព្រោះកាលណាវាស្ដើងពេកនេះយើងមានដៃចឹងកាលណាជា cover យើងស្ដើងពេកពេលវាហាភ្លៀងឬក៏វាសើមព្រោះដីវាមានសំណើមអញ្ចឹងទឹកជ្រាបចូលមកថ្ងៃក្រោយវាអាចប៉ះពាល់ដែកបាទដែកកងឬក៏ប្រភេទនេះបាទដែកមែនបាទគឺកាលណាវាផ្សំមួយទឹកយូរពេកវាអាចច្រេះណាអញ្ចឹង10ឆ្នាំឬក៏5ឆ្នាំ6ឆ្នាំអីចឹងទៅវាប្រែប្រួលទៅវាស៊ីម្ដងតិចវាអាចប៉ះពាល់ដល់គ្រឿងបង្គំយើងបាទអញ្ចឹងគឺការជ្រើសរើសប្រភេទ cover ហ្នឹងគឺវាសំខាន់ដែរដែលយើងត្រូវដឹងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺអត់មានច្រើនទេអ្វីដែលខ្ញុំចង់បង្ហាញពាក់ព័ន្ធមួយការកំណត់នៅប្រភេទ cover គឺមានតែប៉ុណ្ណឹងបាទអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងបាទអរគុណ